ពេលយើងទៅធ្វើការជួនកាលគេសួររកបទពិសោធន៍របស់យើងតែបើយើងអត់ធ្វើការយើងអត់មានបទពិសោធន៍ទេតើបញ្ហាហ្នឹងយើងគួរតែដោះស្រាយបែបម៉េចដែរធម្មតាយើងដឹងស្រាប់ហើយថាតើយើងធ្វើការមិនមានបទពិសោធន៍ពេលក្រុមហ៊ុនឬក៏ស្ថាប័នការងារដែលគេរកយើងទៅធ្វើហ្នឹងជាទូទៅគឺគេចង់រកបុគ្គលិកឬក៏ក្រុមការងារដែលគាត់មានបទពិសោធន៍មកស្រាប់ដើម្បីងាយស្រួលក្នុងការធ្វើការងារអញ្ចឹងណាយើងធ្វើម៉េចដើម្បីឲ្យមានបទពិសោធន៍បាទអញ្ចឹងដើម្បីមានបទពិសោធន៍បានយើងមានវិធីសាស្ត្រមួយចំនួនអញ្ចឹងយើងឧទាហរណ៍ថាពេលដែលយើងរៀននៅកំពុងរៀនមិនទាន់ចប់ហ្នឹងយើងអាចរកមើលឱកាសដើម្បីចុះ star ឬក៏ចុះ intern នៅកន្លែងនេះកន្លែងនោះផ្សេងៗអញ្ចឹងណាអញ្ចឹងការចុះ intern នេះហ្នឹងវាអាចនឹងបានប្រាក់ខែតិចតួចឬជួនកាលសឹងតែអត់បានប្រាក់ខែក៏មានដែរប៉ុន្តែវាជាឱកាសមួយដែលថាការផ្ដល់បានផ្ដល់ឱកាសឲ្យខ្លួនឯងដើម្បីមានបទពិសោធន៍បាទយើងចេញពីខ្លួនឯងដែលអត់មានបទពិសោធន៍តែមានបទពិសោធន៍អញ្ចឹងយើងដឹងថាតើការងារគេធ្វើបែបម៉េចយ៉ាងហោចយើងខុសពីយើងអត់ដែលធ្វើការអីសោះហ្នឹងវាខុសគ្នាច្រើនមួយទៀតយើងនិយាយថាធ្វើម៉េចដើម្បីឲ្យបទពិសោធន៍របស់យើងហ្នឹងបានកាន់តែច្រើនអញ្ចឹងធម្មតាយើងរៀនជួនកាលយើងរៀនបើសិនយើងរៀនព្រឹកល្ងាចអញ្ចឹងមួយឆ្នាំជួនកាលយើងអាចមានវិស្សមការបានន័យថាប្រហែលខែអញ្ចឹងមួយខែពីរខែអញ្ចឹងតាមពិតបើសិនជាយើងជាអ្នកដែលស្វិតស្វែងយល់នៅក្នុងការងារយើងនឹងចេះបានលឿនយើងអាចថាជួនកាលយើងចូលធ្វើការតែមួយខែពីរខែយើងដឹងពីការងារដែលយើងត្រូវធ្វើប្រចាំថ្ងៃហ្នឹងអស់ហើយបាទបើសិនជាយើងលឿនទៀតជាទូទៅអាចតែមួយខែយើងអាចធ្វើការបានដែរប៉ុន្តែអាហ្នឹងវាអាស្រ័យទៅលើការងារតូចធំទៀតបាទបើការងារងាយៗទេអញ្ចឹងយើងមិនបាច់ចាំនិយាយថាដល់មួយខែជួនកាលមួយអាទិត្យយើងអាចធ្វើបានដែរបើសិនជាយើងអ្នកស្វិតស្វាហាប់ក្នុងការងារបាទហើយសួរថាតើធ្វើម៉េចឲ្យមានបទពិសោធន៍កាន់តែច្រើនបាទព្រោះថាយើងដឹងស្រាប់ហើយបើយើងប្រាក់ខែរបស់យើងសមត្ថភាពរបស់យើងខ្លាំងឬក៏មិនខ្លាំងគេនិយាយថាមនុស្សហេតុអីបានធ្វើការច្រើនទៅអ្នកខ្លះបទពិសោធន៍គាត់គាត់និយាយថាបទពិសោធន៍ពេញខ្លួនណាអញ្ចឹងហេតុអីបាទដោយសារគាត់ធ្លាប់ធ្វើច្រើនគាត់ធ្លាប់ប្រឡូកច្រើនគាត់ធ្លាប់ជួបការងារច្រើនគាត់ធ្លាប់ជួបបច្ចេកច្រើនបានថាគាត់ធ្វើនៅក្នុងនឹងច្រើនបាទអញ្ចឹងសួរថាហេតុហើយសួរទៀតថាហេតុអីបានជាអ្នកខ្លះគាត់ឡើងដល់ប្រធានក្រុមគាត់ឡើងដល់ជាប្រធានផ្នែកណាគាត់ឡើងដល់អនុនាយកគ្រប់គ្រងគាត់ឡើងដល់នាយកគ្រប់គ្រងអាហ្នឹងគឺសិតតែជាការប្រមូលផ្ដុំបានន័យថាការសន្សំរបស់គាត់ណាការសន្សំនៅបទពិសោធន៍របស់គាត់តាំងពីតិចរហូតដល់ច្រើនបាទអញ្ចឹងការសន្សំបទពិសោធន៍វាអាចលឿនឬក៏យឺតអាស្រ័យទៅលើយើងខ្លួនឯងបាទមិនមែនប្រកាសថាយើងចូលទៅធ្វើការផ្នែកហ្នឹងយើងចេះតែផ្នែកហ្នឹងតែមួយទេបាទអញ្ចឹងយើងត្រូវដឹងថាប្រធានក្រុមគាត់ត្រូវចេះមិនមែនតែការងាររបស់បុគ្គលិកណាម្នាក់តែម្នាក់ទេគាត់ចេះការងារគេយកអ្នកដែលគាត់ចេះច្រើនផ្នែកយកមកឡើងធ្វើជាប្រធានក្រុមបាទបើន័យថាគាត់ក្រៅពីការងារឧទាហរណ៍ថាក្រៅពីការងារសរសេរកូដគាត់អាចចេះការងារតំណែងមួយភ្ញៀវឬក៏តំណែងជាមួយនឹង developer ផ្សេងទៀតអីចឹងណាបាទឬក៏យើងអាចនិយាយថាផ្នែកអីផ្សេងក៏វាទៀតក៏ដូចគ្នាអញ្ចឹងដែរបើសិនជាយើងចូលចិត្តធ្វើការតែមួយមុខហើយមួយមុខសុទ្ធអូខេអញ្ចឹងយើងអាចបើសិនជាសមត្ថភាពយើងខ្លាំងយើងថ្ងៃក្រោយយើងនឹងក្លាយទៅជាអ្នកគេហៅថា professional ផ្នែកណាមួយនឹងវាខ្លាំង specific ទៅតែមួយតែហ្មងប៉ុន្តែយើងត្រូវដឹងស្រាប់ហើយបើសិនជាគោលដៅយើងថ្ងៃក្រោយយើងចង់ឡើង level របស់យើងយើងត្រូវធ្វើម៉េចបើសិនជាយើងធ្វើការបុគ្គលិកធម្មតាទេយើងត្រូវចិត្តរបស់យើងខួរក្បាលរបស់យើងត្រូវធ្វើម៉េចឲ្យ level របស់យើងខ្ពស់ជាងតំណែងរបស់យើងបាទតោះឲ្យយើងធ្វើការហ្នឹងឲ្យការគិតរបស់យើងឲ្យលើសពីតំណែងរបស់យើងបាទយើងមានលទ្ធភាពទៅឡើងតំណែងបានខ្ញុំនិយាយនេះគឺវិស័យឯកជនទេបាទដោយសារខ្ញុំធ្លាប់មានបទពិសោធន៍ខាងវិស័យឯកជនអញ្ចឹងបាទធ្វើម៉េចសន្សំចំណេះដឹងក្រៅពីអូខេក្រៅពីការសន្សំបទពិសោធន៍ក្នុងការងារព្រោះការងារយើងទាំងអមចប់
បច្ចេកមួយចប់ការងារមួយជួនកាលយើងត្រូវធ្វើការតែអញ្ចឹងរហូតបាទប៉ុន្តែនៅពេលដែលយើងមានបទពិសោធន៍ច្រើនបាទជួនកាលច្រើនឆ្នាំហើយបទពិសោធន៍របស់យើងនឹងវាអាចច្រើនផ្នែកច្រើនអីទៀតអញ្ចឹងវាធ្វើឲ្យសមត្ថភាពរបស់យើងកើនឡើងហើយមួយទៀតកុំភ្លេចបន្តការរៀនបាទបន្តការរៀនហ្នឹងគឺមានតាំងពីអ្វីដែលយើងចង់ហើយនឹងជំនាញរបស់យើងបន្តទៀតជំនាញមួយមានរបស់ដែលត្រូវរៀនច្រើនណាស់អញ្ចឹងក្រៅពីយើងរៀនចប់បញ្ញាបត្រអីមួយឬក៏យើងរៀនចប់ជំនាញណាមួយអញ្ចឹងទៅព្រោះយើងនៅមានរបស់បន្តទៀតព្រោះអ្វីដែលយើងចេះហើយគឺវាចេះហើយនៅនឹងហើយអញ្ចឹងយើងត្រូវរៀនបន្ថែមទៀតដើម្បីវាចេះកាន់តែច្រើនអញ្ចឹងមនុស្សតែកាន់តែចេះកាន់តែច្រើនវានឹងក្លាយទៅជាមនុស្សដែលប្រសពបាទប្រសពបានន័យថាអ្នកដែលឆ្លាតហេតុអីបានថាអញ្ចឹងមនុស្សដែលអូខេមានបញ្ហាអីដឹងរកវិធីដោះស្រាយបែបម៉េចដោយសារគេធ្លាប់គិតធ្លាប់អីច្រើនគេធ្លាប់ដឹងវិធីក្នុងការដោះស្រាយច្រើនបាទហ្នឹងហើយដែលគេហៅថាអូហេតុអីបានជាអ្នកមានបទពិសោធន៍ច្រើនគាត់ដោះស្រាយបញ្ហាឲ្យបានលឿនអតាន់ពេលឲ្យគាត់ចេះរនឹកនៅក្នុងការដោះស្រាយបញ្ហាបាទជួនកាលហើយមួយទៀតការជួបបញ្ហានៅពេលដែលយើងមានបទពិសោធន៍ច្រើននៅពេលជួបបញ្ហាអីមួយយើងអត់មានអឺគេហៅថារៀងភ័យស្លន់ស្លោយើងអត់អញ្ចឹងទេដោយសារយើងដឹងហើយថាគ្រាន់តែស្ដាប់ឮទៅយើងដឹងថាអាហ្នឹងវាគួរតែធ្វើបែបម៉េចប៉ុន្តែបើសិនជាអ្នកដែលគាត់ចាប់ផ្ដើមធ្វើការងារដំបូងគាត់អាចនឹងរៀងភ័យស្លន់ស្លោនៅពេលដែលជួបបញ្ហាអីផ្សេងៗអញ្ចឹងណាបាទអូខេអញ្ចឹងនេះគឺជាការចែករំលែកទាក់ទងទៅនឹងអឺបទពិសោធន៍បាទធ្វើម៉េចយើងព្យាយាមធ្វើម៉េចឲ្យមានបទពិសោធន៍កាន់តែច្រើនយើងមានវិធីក្នុងការប្រមូលផ្ដុំបទពិសោធន៍របស់យើងការរៀនខ្លួនឯងក៏ជាការប្រមូលផ្ដុំឬក៏ជាការសន្សំឲ្យបទពិសោធន៍របស់យើងកាន់តែច្រើនដែរបាទហើយការធ្វើការងារកាន់តែច្រើនធ្វើម៉េចយើងlevel ថ្នាក់ level ប៉ុណ្ណឹងបើសិនមេឬក៏ថ្នាក់លើរបស់យើងឲ្យការងារកាន់តែច្រើនមកយើងព្យាយាមធ្វើទៅអាហ្នឹងគឺជាឱកាសហើយតែគាត់មើលឃើញថាយើងធ្វើបានល្អអញ្ចឹងថ្ងៃក្រោយមានឱកាសដែលឡើងទៅលើហ្នឹងគឺប្រកាសជាយើងហ្នឹងហើយបាទព្រោះនៅពេលដែលយើងដឹងហើយថានៅពេលដែលថ្នាក់លើដាក់ការងារឲ្យយើងជួនកាលគាត់ដាក់មកមួយម្នាក់មើលថាម្នាក់ហ្នឹងធ្វើបានអត់ដាក់ទៅម្នាក់ទៀតធ្វើបានអត់ដាក់ទៅម្នាក់ទៀតធ្វើបានអត់អញ្ចឹងក្នុងចំណោម3នាក់4នាក់ហ្នឹងឬក៏ប្រហែលនាក់ហ្នឹងគាត់មើលថាអ្នកណាអាចមានសមត្ថភាពក្នុងការធ្វើការងារបានកាន់តែច្រើនកាន់តែល្អអញ្ចឹងប្រម៉ូទអ្នកដែលអាចប្រម៉ូទទៅលើបានគឺក្នុងចំណោមហ្នឹងបាទមិនមែនថាដាក់ការងារទៅបងអាហ្នឹងអត់កើតទេអាហ្នឹងធ្វើមិនកើតទេមិនដឹងថាធ្វើមិនទេឬក៏អាហ្នឹងអត់កើតទេបងអាហ្នឹងពិបាកអញ្ចេះអាហ្នឹងបានន័យថាជាការរកលេសដើម្បីធ្វើអត់កើតអញ្ចឹងយើងចង់ឡើងទៅលើក៏ឡើងអត់រួចដែរបាទហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាធ្វើម៉េចឲ្យយើងគិតវិជ្ជមានបានកាន់តែច្រើនបាទអូខេអញ្ចឹងវីដេអូនេះគឺខ្លីៗប៉ុណ្ណឹងបាទអរគុណ